ធ្វើការងាស់យោជាតិផ្អែមជាតិថ្ងៃនេះគឺថាបងចរណៃមកធ្វើស៊ុបខ្យងដើម្បីបើកូនចៅទីរៃនៅដល់គ្នាបាននិយាយទៅថ្ងៃនេះយើងធ្វើហូបជុំគ្នាអញ្ចឹងណាបងប្អូនបាទហើយខ្យងនេះគឺថាយើងអត់មានទៅទិញគេទេបងប្អូនបាទគឺថាខ្យងស្រែធម្មជាតិពិតៗតែម្ដងគឺយើងរកដោយខ្លួនឯងរៀបដោយខ្លួនឯងនៅក្នុងទំពាំងអញ្ចឹងណានៅដល់គ្នាបាទមុននឹងបានស៊ុបខ្យងដែលយើងហូបជុំគ្នាហ្នឹងបងប្អូនបាទយើងមកមើលពីរបៀបធ្វើវិញម្ដងអញ្ចឹងណាបងប្អូនដល់គ្នាបាទបានខ្យងមកហើយគឺថាយើងត្រូវលាងដុសសម្អាតឲ្យស្អាតអញ្ចឹងណាបងប្អូនដល់គ្នាបាទដោយសារខ្យងរបស់យើងគឺវាមានដីមានស្លែជាប់ខ្លះៗអញ្ចឹងគឺយើងត្រូវដុសលាងវាឲ្យស្អាតចាំយើងដាក់នៅក្នុងស៊ុបរបស់យើងអ្នកទាំងគ្នាបាទសម្រាប់ខ្យងនៅពេលដែលយើងលាងសម្អាតបានស្អាតហើយគឺយើងយកទៅស្ងោរសិនអ្នកទាំងគ្នាបាទយើងស្ងោរទុកចោលសិនទៅយើងក៏មកធ្វើការដាក់បន្លែរបស់យើងអញ្ចឹងណាអ្នកទាំងគ្នាបាទបន្លែរបស់យើងអត់មានអីច្រើនទេបាទមានផ្សិតបញ្ចូលមានពោតមានអីអញ្ចឹងណាដោយបងប្អូនមើលនៅឃើញនៅក្នុងវីដេអូមកអញ្ចឹងគឺថានិយាយទៅបន្លែសម្រាប់ស៊ុបបន្លែកាន់តែច្រើនគឺកាន់តែល្អអញ្ចឹងណាបងប្អូនដល់គ្នាបាទតែពួកខ្ញុំមានតែប៉ុណ្្នឹងគឺដាក់តែប៉ុណ្្នឹងបានហើយបងប្អូនឥឡូវនេះគឺថាខ្យងរបស់យើងបានឆ្អិនហើយយើងចាក់ដាក់ទឹកត្រជាក់ហើយយើងធ្វើការឆ្កឹះសាច់របស់វាចេញហើយសម្បករបស់វាក៏យើងអត់ចូលដូចគ្នាដោយសារតែយើងយកច្រាមជាមួយនឹងសាច់ជ្រូកមានបង្គាមានអីអញ្ចឹងណាបាទលាយគ្រឿងរួចរាល់ហើយគឺយើងយកញាត់នៅក្នុងសម្បករបស់វាអញ្ចឹងណាបាទសម្រាប់ខ្យងដែលយើងរើសពីថ្ងៃមិញហ្នឹងគឺថាបានរៀងច្រើនគួរសមដែរអញ្ចឹងយើងធ្វើបាន2 3មុខអញ្ចឹងណាបាទគាត់ថាឥឡូវហ្នឹងគឺថាល្ងាចហើយបាទគឺថ្ងៃស្អែកយើងនឹងមានអាំងជ្រលក់ជាមួយនឹងទឹកត្រីកោះកុងអញ្ចឹងណាបងប្អូនគ្នាបាទមានចំហុយមានអីអញ្ចឹងទៅអ្នកទាំងគ្នាបាទតែរសថ្ងៃហ្នឹងគឺថាវាល្ងាចហើយអញ្ចឹងយើងចាំធ្វើនៅថ្ងៃស្អែកតែម្ដងអ្នកទាំងគ្នាបាទឥឡូវនេះយើងមកធ្វើជាមួយនឹងស៊ុបខ្យងហូបជុំគ្នាតែម្ដងថ្ងៃហ្នឹងគឺមិនចាំបាច់ធ្វើម្ហូបទេអ្នកទាំងគ្នាបាទយើងទៅរកខ្យងហើយយើងរៀងបានច្រើនដែរអញ្ចឹងយើងធ្វើហូបជុំគ្នាតែម្ដងទៅសម្រាប់បាយល្ងាចនឹងជុំគ្នាអញ្ចឹងណាហើយសម្រាប់ស៊ុបនៅពេលដែលយើងធ្វើខ្លួនឯងចេះគឺថាគ្រឿងគឺដិតអ្នកទាំងគ្នាបាទហើយខ្ញុំធ្លាប់ហូបនៅកន្លែងគេពេលខ្លះក៏ត្រូវមាត់ពេលខ្លះក៏អត់អញ្ចឹងទៅប៉ុន្តែយើងធ្វើខ្លួនឯងនេះបងប្អូនឯងបាទចង់ប្រៃសាបចង់បានរសជាតិប៉ុណ្ណាគឺយើងដាក់ដោយខ្លួនឯងអញ្ចឹងណាបងប្អូនបាទហើយបន្លែរបស់យើងគឺយើងដាក់ជាមួយនឹងផ្សិតម្ជុលអញ្ចឹងមកបាទហើយយើងកុំភ្លេចជាមួយនឹងទឹកដោះគោឆៅបងប្អូនឯងបាទដើម្បីបន្ថែមរសជាតិរបស់ទឹកស៊ុបរបស់យើងអញ្ចឹងណាអ្នកទាំងគ្នាបាទហើយគាត់នៅឃើញប៉ុណ្ណឹងមកគឺតំណងបាទហើយបងប្អូនឯងបាទនេះយើងធ្វើការដួសដាក់ចានហើយយើងហូបតែម្ដងអ្នកទាំងគ្នាពេលដែលបានហូបស៊ុបនេះហើយនិយាយថាមានកម្លាំងព្រឹសតែម្ដងអ្នកទាំងគ្នាបាទហើយនិយាយថាពោតនេះផ្អែមយកតែមែនតើបងប្អូនឯងបាទគាត់ថាឥឡូវហ្នឹងរៀងក្តៅបន្តិចអ្នកទាំងគ្នាបាទបើសិនជាបានស៊ុបក្តៅហើយបើសិនជាបានមេឃតិចភ្លៀងរលឹមទៀតបងប្អូនហើយបាទមិនដឹងជាឆ្ងាញ់ប៉ុណ្ណាទេបងប្អូនហើយបាទហើយម្នាក់គឺថាអូបងប្អូនហើយបាទឲ្យថាឆ្អិននិយាយទៅលើកពីចង្ក្រានអត់ទាន់ទេបងប្អូនដួសនៅលើចង្ក្រានហ្នឹងតែម្ដងវីដេអូហូបស៊ុបខ្យងជុំគ្នាគឺថាមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាបាទហើយនៅក្នុងវីដេអូនេះខ្ញុំក៏ចង់ណែនាំឲ្យអ្នកទាំងគ្នាបានស្គាល់ជាមួយនឹង collagen អត់ស្កររបស់ Mebela អ្នកទាំងគ្នាសម្រាប់អត្ថប្រយោជន៍របស់វាគឺល្អមែនទែនដែលជួយទៅលើស្បែកមុខរបស់យើងបងប្អូនហើយបាទពេលដែលយើងប្រើទៅគឺថាវាជួយឲ្យស្បែករបស់យើងសភ្លឺថ្លាចេញពីខាងក្នុងកាត់បន្ថយភាពជ្រីជ្រួញការតានតឹងធ្វើឲ្យស្បែកតឹងណែនសភ្លឺថ្លាវាជួយបង្កើតកោសិកាថ្មីកាត់បន្ថយភាពជ្រីជ្រួញភាពចាស់ធ្វើឲ្យយើងគេងលក់ស្រួលជាងមុនជាពិសេសកាត់បន្ថយការកើតមុនទៀតអ្នកទាំងគ្នាសម្រាប់បងស្រីក៏អាចប្រើបានដូចគ្នាអ្នកគ្នាបាទហើយវាជំនួយទៅលើសក់របស់យើងឲ្យដុះក្រាស់រឹងមាំជាពិសេសគឺថាកញ្ចក់នឹងតែម្ដងបើអ្នកទាំងគ្នាចង់បានស្បែកស្អាតសភ្លឺថ្លាចេញពីខាងក្នុងកុំភ្លេចប្រើជាមួយនឹង collagen អត់ស្កររបស់ Mebela សម្រាប់តាក់ទងកំងប្រើប្រាស់អាចឆាតទៅភេកម្ចាស់ brand ដែលខ្ញុំ mention ឈ្មោះគាត់នៅលើចំណងជើងនេះបាន